ភាពឯកាមនុស្សគ្រប់គ្នាគឺសុទ្ធសឹងតែមានបញ្ហារៀងៗខ្លួនបញ្ហាតូចក្តីឬធំក្តីក៏នៅតែប្រឹងជំរះតស៊ូអត់ធ្មត់ដើម្បីក្លាយទៅជាមនុស្សរឹងមាំមានគោលជំហរច្បាស់លាស់សម្រាប់ខ្លួនឯងគ្រួសារនិងសង្គមជាតិមនុស្សគ្រប់គ្នាសុទ្ធសឹងតែអាចធ្វើរឿងគ្រប់យ៉ាងបានដោយខ្លួនឯងព្រោះយើងត្រូវដឹងថាកាលពីពេលដែលយើងចាប់កំណើតនិងបានឃើញពិភពលោកដ៏ស្រស់ស្អាតមួយនេះគឺពុំមានវិចអ្វីមកជាមួយនោះឡើយគឺមានតែខ្លួនអ្នកតែប៉ុណ្ណោះការរស់នៅប្រចាំថ្ងៃគឺតម្រូវឲ្យយើងចេះធ្វើអ្វីៗបានដោយខ្លួនឯងទោះមិនអាចធ្វើបានគ្រប់យ៉ាងក៏អាចធ្វើឲ្យខ្លួនឯងរស់ដោយរងចាំនរណាម្នាក់មកនៅតូចត្រូវរៀនអង្គុយចេះដើរចេះឈរចេះរត់មានឪពុកម្ដាយនិងបងជាអ្នកជួយបង្ហាត់បង្រៀនរក្សាលំនឹងទប់ខ្លួនដឹងក្តីចេះនិយាយចេះកិនក៏ត្រូវចូលរៀនឪពុកម្ដាយបានត្រឹមតែជូនយើងទៅរៀននិងនៅក្បែរយើងតែប៉ុន្មានថ្ងៃដំបូងតែប៉ុណ្ណោះពួកគាត់មិនអាចនៅជាមួយយើងគ្រប់ពេលវេលានោះទេដោយសារតែពួកគាត់ត្រូវមានកិច្ចការងារបន្ថែមដើម្បីបំពេញសម្រាប់ទ្រទ្រង់ជីវិតប្រចាំថ្ងៃឪពុកម្ដាយបានធ្វើការលះបង់គ្រប់យ៉ាងដើម្បីឲ្យកូនរបស់គាត់រៀនសូត្របានខ្ពង់ខ្ពស់ជួយខ្លួនឯងឲ្យផុតពីភាពលំបាកបង្ហាត់បង្រៀនឲ្យកូនដើរនៅក្នុងផ្លូវល្អជាផ្លូវមួយដែលប្រពៃសម្រាប់សង្គមជាតិនិងគ្រួសារមនុស្សជាច្រើនបច្ចុប្បន្ននេះដែលពួកគាត់គឺជាបង្គោលនៃគ្រួសារហើយមានបន្ទុកជាច្រើនដែលត្រូវរ៉ាប់រងបន្ទាប់ពីឪពុកម្ដាយចាស់ទៅការរ៉ាប់រងនៅក្នុងក្រុមគ្រួសារទាំងមូលមិនមែនជារឿងងាយស្រួលនោះទេពីព្រោះត្រូវប្រឈមជាមួយនឹងបញ្ហាជាច្រើនវាប្រៀបបីដូចជាមានពូថៅកំបិតដាវឬរបស់មុតផ្សេងទៀតដែលមកចាក់ចំសពរូបរាងកាយពេលខ្លះលះបង់សេចក្តីសុខខ្លួនឯងដើម្បីគ្រួសារពេលខ្លះក៏ត្រូវលះបង់ក្តីស្រមៃដើម្បីគ្រួសារព្រោះតែខ្លួនមិនមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការធ្វើវាដើម្បីតែទឹកចិត្តក៏មិនមានសម្រាប់បន្តហើយនៅពេលដែលពិបាកចិត្តក៏មិនមាននរណាមកជួយប្រឹក្សាយោបល់ឡើយភាពឯកាគឺផ្ដើមចេញពីពាក្យថាខ្លាចពេលខ្លះព្រោះខ្លាចគេនិយាយថាតន់ជ្រាយទើបខំប្រឹងបន្តព្រោះតែខ្លាចគេនិយាយថាយើងក្រទើបខំប្រឹងរងអ្វីទាំងអស់គឺសិតសឹងតែជាការលះបង់ដើម្បីក្លាយទៅជាមនុស្សរឹងមាំម្នាក់គ្រាន់តែមនុស្សរឹងមាំក៏ត្រូវការភាពកក់ក្ដៅដោយគេទូទៅដែរមនុស្សរឹងមាំក៏ត្រូវការបារម្ភយកចិត្តទុកដាក់និងក្តីស្រឡាញ់មួយដ៏ពិតប្រាកដដូចអ្នកដទៃដែរមិនមែនគ្រាន់តែជាមនុស្សម្នាក់ដែលចង់បានពាក្យថាអ្នកជាមនុស្សរឹងមាំអាចធ្វើបាននៅរឿងគ្រប់យ៉ាងអាចឆ្លងកាត់នៅរាល់ឧបសគ្គទាំងឡាយនិងនៅតែអាចធ្វើជាជំហរដ៏រឹងមាំសម្រាប់គ្រួសារបានផងនោះប៉ុន្តែបើយើងសង្កេតឲ្យមែនទែនទៅមនុស្សរឹងមាំគឺតែងតែទទួលបាននៅការហ្វឹកហាត់ផ្លូវចិត្តជាច្រើនដូចជាត្រូវទទួលរងនៅការឈឺចាប់ភាពសោកសៅនៅក្នុងជីវិតទុក្ខសោកទាំងឡាយដែលនៅរុំរិតជាប់កាយហើយអ្វីដែលគេបង្ហាញចេញមកខាងក្រៅ
នោះគឺភាពជាមនុស្សរឹងមាំពេលខ្លះគ្រាន់តែចង់មានពេលវេលាមួយដ៏សមរម្យសម្រាប់ខ្លួនឯងនៅម្នាក់ឯងផ្ដល់អ្វីដែលខ្លួនឯងចង់បានវាមិនមែនជាភាពឯកានោះឡើយតែវាគឺជាការផ្ដល់តម្លៃឲ្យខ្លួនឯងការស្វែងយល់បន្ថែមអំពីខ្លួនឯងឲ្យកាន់តែច្បាស់ជាងនេះមុននឹងយើងសម្រេចចិត្តចង់ស្គាល់អ្នកដទៃចង់ចូលក្បែរអ្នកដទៃយល់ចិត្តអ្នកដទៃត្រូវប្រើពេលវេលាជាមួយនឹងមនុស្សចូលត្រូវប្រើពេលវេលានៅជាមួយខ្លួនឯងស្គាល់ពីខ្លួនឯងឲ្យច្បាស់ជាងមុនសិនកុំចំណាយពេលច្រើនជាមួយអ្នកដទៃព្រោះជីវិតនេះមិនមានពេលច្រើនដើម្បីលេងសើចនោះឡើយហើយរត់តែមិនមានបេះដូងច្រើនសម្រាប់ការឈឺចាប់សូមប្រើប្រាស់ពេលវេលាសម្រាប់ខ្លួនឯងជាមុនមិនមែនគ្រាន់តែចង់បានអ្នកដទៃមកក្បែរដើម្បីបំបត្តិភាពឯកានៅក្នុងចិត្តនោះឡើយអ្នកខ្លះទៀតយល់ថាខ្លួនឯងមានអារម្មណ៍ថាឯកាទៅណាម្នាក់ឯងញ៉ាំអីក៏ម្នាក់ឯងឬធ្វើអ្វីក៏ម្នាក់ឯងទៅសម្រេចចិត្តទទួលយកបរិសម្នាក់ឬនារីម្នាក់ដែលគិតថានឹងធ្វើឲ្យគេមកចូលចិត្តយល់អារម្មណ៍នឹងនៅក្បែរគ្នាគ្រប់ពេលមានទុក្ខលំបាកហើយពេលខ្លះរឿងគ្រប់យ៉ាងវាមិនមែនសុទ្ធតែដូចការគិតទាំងអស់នោះឡើយវាមិនដូចជាការកម្មង់មុខម្ហូបនៅតាមហាងចង់បានម្ហូបអ្វីក៏មានតាមចិត្តនោះទេយូរទៅអ្វីក៏លែងដូចចិត្តកើតរឿងមិនឈប់មិនឈរហួងហែងហួសហេតុពេកប្រកាន់គំនិតជ្រុលនិយមរៀងខ្លួនមិនបានប៉ុន្មានក៏ស្រាប់តែមានអារម្មណ៍ថាឯកាលើសដើមទៅទៀតហើយទាំងអស់នេះវាមិនមែនជាកំហុសរបស់គេទេតែវាជាកំហុសរបស់ខ្លួនឯងដែលសាងដាក់ឲ្យខ្លួនឯងបង្កើតភាពឈឺចាប់ឲ្យខ្លួនឯងចុងក្រោយគឺអ្នកខ្លួនឯងជាអ្នកធ្វើឲ្យខ្លួនឯងក្លាយទៅជាមនុស្សឯកាដោយសារតែស្នេហាប៉ុន្តែចូលធ្វើជាមនុស្សដែលឯកានៅក្នុងជីវិតមួយរយៈសិនដើម្បីស្វែងរកភាពជាខ្លួនឯងក្លាយទៅជាមនុស្សរឹងមាំពិតប្រាកដអរគុណភាពឯកាដែលធ្វើឲ្យខ្ញុំស្គាល់ខ្លួនឯងកាន់តែច្បាស់និងកំណត់គោលដៅឲ្យកាន់តែជាក់លាក់ជាងមុន